យើងត្រូវដោះរំអិលវាស្អាតជឿវាបងប្អូនកាលណាដែលយើងស្រោះទៅវាចេញជឿនឹងស្បែកវាហើយចឹងយើងត្រូវតែលាងស្បែកវាស្អាតហ្នឹងឯងប៉ុន្តែយើងហូបទៅវាមានជាតិHello ក៏ដូចជាសួស្តីបងប្អូនទាំងគ្នាជួបជាមួយខ្ញុំទៀតហើយថ្ងៃនេះគេថាមកជាមួយសកម្មភាពថ្មីវីដេអូថ្មីថ្ងៃនេះគេថាមកធ្វើម្ហូបនឹងគេថាម្ហូបពិសេសទៀតបងប្អូននេះឥឡូវនេះគេថាបានស្រោះអីរួចត្រាច់បាច់ហើយឥឡូវគេថានេះភ្លៀបពីភ្លៀងពីយប់យើងក៏ដើរចេញដើរចាប់វាមកហើយឥឡូវនេះគេថាចាប់បានហើយគេដល់វគ្គធ្វើម្ហូបហើយទៅពីស្រោះយើងស្រោះអីរួចស្អាតបើថាយើងមានស្រោះទេគេថាធ្វើមិនដឹងធ្វើម៉េចដែរខ្ញុំចេះតែស្រោះនេះឯងហើយទៅស្រោះមកគេថាយកមកដល់កន្លែងណូគេថាចាក់ទឹកចាក់អីថានេះពេលទៅពីយើងមុននឹងធ្វើហ៊ីងធ្វើអីនោះគេថាយើងឲ្យចំណៃមឿនចំណៃអីសិនទៅគេថាព្រោះគេថាវាអត់ចេះដើររស់ស៊ីណាទេវាចាំតែម្ចាស់ឲ្យចំណៃនេះឯងថាឲ្យចំណៃវាស្បាស់ពេញទៅនេះឯងគេថាចើស៊ីបញ្ញាយដេញចើគ្នាមឿនក៏អត់ច្រើនដែរមែនប៉ុណ្ណេះឯងហើយទៅពីឲ្យចំណៃមឿនអីរួចគេថានេះបងប្អូនឥឡូវគេថាមកលាងហ៊ីងគេថាយើងមុនយើងវះយើងអីវាគេថាយើងត្រូវលាងវាស្អាតយើងត្រូវដោះរំអិលវាស្អាតជឿវាបងប្អូនកាលណាដែលយើងស្រោះទៅវាចេញជឿនឹងស្បែកវាហើយចឹងយើងត្រូវតែលាងស្បែកវាស្អាតហ្នឹងឯងប៉ុន្តែយើងហូបទៅវាមានជាតិបងប្អូនឥឡូវនេះទៅវាធ្វើរួចហើយនេះឥឡូវសិតតែពងបងប្អូនអើយគេថាមួយណាកំពងមួយណាកំពងដែរហេងថាហេងក្រូតទៀតបងប្អូនហេងធំមែនតើហើយឥឡូវនេះគេថាយើងយកមកដាក់អាំងមកទូទៅអីទៀតហើយឥឡូវនេះខ្ញុំក៏បានរៀបចំដាក់ចង្អើរួចហើយគេថាចាប់ផ្ដើមឆ្អិនតិចហើយខ្ញុំក៏មានបងអង្គយូរដែរកុំឲ្យខាតពេលវេលាយើងទៅចុះទៅបេះក្រូចហើយចុះទៅបេះក្រូចចុះមកគេដេលក់ស្រួលខ្ញុំខំថតអានេះថតវាឲ្យគេវាប្រុសអត់មានដេញតែម្ចាស់ខ្លួនឯងអត់មានដេញអីទេឲ្យតែហ៊ានដើរចេញផុតពីផ្ទះគេថាចូលវិញគេថាប្រុសគេថាឆ្កែជួយស្គាល់ម្ចាស់ណាបងប្អូនប៉ុន្តែឆ្កែនេះអត់មានទេបងប្អូនឃើញម្ចាស់មានប្រុសលើដើមគេថាអត់ដេញថាម៉េចដែរឲ្យបាយវារើថ្ងៃប៉ុន្តែវាប្រុសឯងរើថ្ងៃដែរជិះម៉ូតូចេញមកចូលមកធ្វើការជិះមកដល់ក៏វាប្រុសហើយថាប្រុសយកបដ ாய் ណាបងប្អូនហើយទៅពីបេះក្រូចបានហើយក្រូចអត់មានបាក់ទៅណាឆ្ងាយទេបេះក្រូចផ្ទះនេះឯងព្រោះតែយើងមានដើមក្រូចដើមអីស្រេចចឹងអត់បាក់ទៅរកទិញគេអីទេទៅពីបេះក្រូចបេះអីដាក់ខ្ទឹមដាក់ម្ទេសចូលត្បាល់មកថាយើងបុកនេះឯងបងប្អូនឯងគេថាដាក់ស្ករដាក់ប៊ីចេងឲ្យថែមតិចតួចណាឡើយដាក់តែតិចតួចបុកផប់1 2 1 2បុកតែវាល្អិតមកបងប្អូនបុកល្អិតហើយនេះបុកទៅបុកតែមែនទេនេះឯងញ៉ែពោពេញទៅរយបុកថាបំល្អិតគេថាមិនឈប់ទេឥឡូវបុករួចហើយថាច្បាច់ក្រូចច្បាច់អីដាក់គោវូលបងប្អូនទៅពីគោវូលហើយដល់នេះដល់ពាក្យដែលយើងត្រូវហូបម្ដងហើយថាជាមួយហ៊ីងបាយជាមួយហ៊ីងនេះឯងបងប្អូនអើយមកហូបមានអីពិសេសទេមានតែបាយជាមួយហ៊ីងនេះឯងហ៊ីងអាំងក៏បុកទៅត្រែកោះកងក៏ឆ្ងាញ់ដែរបងប្អូនឯងដាក់មក1 2 មកជាតិដែរបងប្អូនខានហូបយូរចឹងមួយឆ្នាំម្ដងឯងបងប្អូនអើយមួយឆ្នាំមានម្ដងឯងកន្រណាវាមិនចេះតែមានទេហើយវីដេអូខ្ញុំក៏មានតែប៉ុណ្ណេះដែរបងប្អូនជួបជាមួយខ្ញុំវីដេអូក្រោយបាយ